ថ្ងៃហ្នឹងនឹងខ្ញុំមកចែករំលែកពីវិធីវិខ្ចប់អន្សមស្លឹកត្នោតធ្វើម៉េចកុំឲ្យស្លឹកត្នោតនឹងលហាយមានបងប្អូនខមមិនសួរនាងខ្ញុំថាគេវិចបែបម៉េចបានស្លឹកត្នោតនឹងអត់លហាយស្រួលទេបងប្អូនកុំភ្លេចតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់នឹងដឹងថានាងខ្ញុំធ្វើបែបម៉េចហើយអន្សមរបស់ខ្ញុំថ្ងៃហ្នឹងនាងខ្ញុំវិចអន្សមរសជាតិថ្មីអន្សមរសជាតិស្នូលត្រាវមានរសជាតិឆ្ងាញ់ពេលដែលញ៉ាំហើយគឺចង់ញ៉ាំទៀតតែម្ដងបងប្អូនមើលសាច់របស់គេអូយល្អខ្លាំងណាស់ឃើញហើយគួរចង់ញ៉ាំហ្មងដោយសារខែហ្នឹងអ្នកស្រុកអ្នកភូមិរបស់ខ្ញុំដល់ខែគាត់ប្រមូលផលត្រាវហើយខ្ញុំក៏នឹកឃើញចង់វិចអន្សមស្នូលត្រាវមួយមុខហ្នឹងដោយសារពេលដែលវិចហើយគឺថាឆ្ងាញ់ខ្លាំងដល់ពេលអញ្ចឹងក៏ចង់ចែករំលែកពីវិធីធ្វើជូនបងប្អូនទស្សនាទាំងអស់គ្នាពេលដែលខ្ញុំមកគាស់ត្រាវហ្នឹងនិយាយពីថាខ្វាកបងប្អូនទាំងអស់គ្នាពេលដែលបានឃើញត្រាវហ្នឹងហើយនឹកឃើញចង់ធ្វើមុខម្ហូបអ្វីដែរឬមួយក៏ចង់យកទៅធ្វើនំអ្វីដែរនិយាយពីថាកុំឲ្យខ្ញុំដឹងឲ្យតែខ្ញុំដឹងតែមានត្រាវមានអីអញ្ចេះនិយាយពីថាខ្វាកអត់ខ្វះតំណុកធ្វើទេបងប្អូនណាពេលដែលខ្ញុំកោសហើយគឺខ្ញុំយកវាមកចិត្តស្លឹកបែបហ្នឹងចោលអញ្ចឹងទៀតទេណាបងប្អូនសំណុកខ្ញុំយកទៅទេហ៎ឥឡូវពេលដែលខ្ញុំកោសបានមកកញ្ច្រែងនេះហើយគឺខ្ញុំស្រីសូត្រយកទៅផ្ទះវិញឯងបងប្អូនអើយដោយសារបញ្ញាប់យកទៅធ្វើនំតទៀតពេលដែលមកដល់ផ្ទះភ្លាមគឺខ្ញុំសូត្រយកត្រាវទៅលាងទឹកសម្អាតបិចព្រួយបិចអីឲ្យស្អាតហើយខ្ញុំយកមកដាក់ស្ងោរអញ្ចឹងសិនមានបងប្អូនណាខ្លះដូចនាងខ្ញុំដែរអត់ស្ងោរត្រាវលើកទី1ពេលដែលស្ងោរឆ្អិនហើយបកហូបអូយល្មមមាត់អត់ដឹងសោះថាពេលដែលគេស្ងោរត្រាវគេជាត់ទឹកចោលមួយសាសិនទឹមតែប្តីប្រាប់គាត់ថាពេលដែលគេស្ងោរពុះហើយគេជាត់ទឹកចោលសិនពេលដែលជាត់ទឹកនឹងចោលហើយបានគេដាក់ថែមទឹកថ្មីពេលដាក់ថែមឲ្យលិចត្រាវហ្នឹងរួចហើយបងអំបិលមកល្មមបានហើយបានគេបិទគ្របស្ងោរម្ដងទៀតស្ងោរវាឲ្យឆ្អិនយកសម្រាប់ហ្មងពេលដែលស្ងោរត្រាវចោលហ្នឹងគឺខ្ញុំឆ្លៀតមកឆាដូងសិនណាបងប្អូនខ្ញុំឆាដូងនោះឲ្យឈ្ងុយអានេះគឺជាដូងដែលខ្ញុំឆាធៀមយកទៅលាយជាមួយអង្ករដែលខ្ញុំទំហើយយកមកវិចនំហ្នឹងឥឡូវដូងរបស់ខ្ញុំឆាយកប៉ុណ្ណឹងគឺឈ្ងុយហើយបន្តមកទៀតខ្ញុំបានដាក់ខ្ទិះដូងចូលខ្ញុំឆាអង្ករម្ដងពេលដាក់ខ្ទិះដូងចូលហើយខ្ញុំដាក់ស្កររួចហើយខ្ញុំដាក់អំបិលស្ករនិងអំបិលដាក់ល្មមមកបរិមាណដែលអង្ករបងប្អូនទំហើយវិចអន្សមហ្នឹងពេលដាក់គ្រឿងហើយខ្ញុំកូរច្របល់វាឲ្យលាយហើយខ្ញុំចាក់អង្ករនឹងចូលហ្មងចំណែកឯអង្ករមុននឹងបានយកមកដាក់ឆាបែបហ្នឹងគឺខ្ញុំយកទៅត្រាំទឹក3ទៅ4ម៉ោងរួចហើយខ្ញុំលាងសម្អាតតសទឹកពេលដែលខ្ញុំដាក់អង្ករចូលហើយគឺខ្ញុំដាក់សាច់ដូងដែលខ្ញុំលីងមុនហ្នឹងធ្វើបែបហ្នឹងបន្ថែមក្លិនឲ្យរឹតតែឈ្ងុយហ្មងតែត្រូវបន្តឆាអង្ករហ្នឹងតទៅកូកទឹកកូកប៉ុណ្ណឹងគឺខ្ញុំយកហើយឆាហ្នឹងអត់ឲ្យឆ្អិនពេកទេឥឡូវខ្ញុំមកមើលត្រាវរបស់ខ្ញុំវិញម្ដងត្រាវរបស់ខ្ញុំក៏ឆ្អិនដែរពេលដែលត្រាវនឹងឆ្អិនហើយគឺខ្ញុំជាត់ទឹកដាក់ផ្ងំវាម្ដងទៀតហើយក៏បានយកមកទុកឲ្យត្រជាក់ក៏បកសបកបានមកកញ្ច្រែងនេះហើយបងប្អូនអើយពេលដែលបកសបកស្អាតអីស្អាតអស់ហើយខ្ញុំបន្តយកមកចិតវាបែបហ្នឹងអញ្ចឹងទៀតត្រាវហ្នឹងខ្ញុំចិតបែបហ្នឹងគឺខ្ញុំត្រៀមយកទៅធ្វើស្នូលនំអន្សមពេលដែលខ្ញុំចិតហើយគឺខ្ញុំយកវាទៅឆាកូរទៀតណាហើយដំបូងគឺខ្ញុំដាក់ខ្ទិះដូងដាក់អំបិលមកចាប់ហើយខ្ញុំប្រើស្ករត្នោតតាមចំណង់ចំណូលចិត្តរបស់បងប្អូននេះបងប្អូនចង់ប្រើស្ករសក៏បានស្ករត្នោតក៏បានដែរតែស្នូលអន្សមរបស់ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំប្រើស្ករត្នោតមុននឹងចាក់ត្រាវនឹងចូលគឺខ្ញុំបានកូរច្របល់គ្រឿងក្រៅដែលខ្ញុំដាក់មុនហ្នឹងឲ្យវារលាយសព្វគ្នាអស់ហើយបានខ្ញុំចាក់ត្រាវនឹងចូលតាមក្រោយហើយក៏កូរច្របល់វាបែបហ្នឹងអញ្ចឹងទៀតវិធីធ្វើស្នូលត្រាវហ្នឹងគឺប្រើពេលវេលារៀងយូរហ្មងបងប្អូនអើយទំនំបានប៉ុណ្ណឹងខ្ញុំកូរតដាច់ទឹកឥឡូវស្នូលត្រាវរបស់ខ្ញុំកូរបានសម្រេចហើយអង្ករដែលខ្ញុំប្រើយកមកធ្វើវិញអន្សមហ្នឹងគឺខ្ញុំប្រើអង្ករដំណាប់ខ្មែរហើយបើនិយាយពីស្លឹកត្នោតហ្នឹងគឺខ្ញុំរកកពូត្នោតណាដែលខ្ចីព្រោះពេលដែលកពូត្នោតខ្ចីហ្នឹងពេលដែលបានយកមកវិចនំបែបហ្នឹងគឺឈ្ងុយឆ្ងាញ់ហ្មងបើសិនជាយកស្លឹកត្នោតចាស់យកមកវិចបានដូចគ្នាតែអត់ឈ្ងុយអត់ឆ្ងាញ់ទេម្ល៉េះហើយបានជាខ្ញុំទៅរកកពូត្នោតខ្ចីយកមកវិចអន្សមបែបហ្នឹងដល់វគ្គដែលនាងខ្ញុំត្រូវប្រាប់បងប្អូនថាកែវស្លឹកត្នោតវិចអន្សមបែបម៉េចកុំឲ្យស្លឹកត្នោតនឹងលហាយងាយស្រួលទេបងប្អូនគឺខ្ញុំបានតែកាប់កពូត្នោតនឹងហើយខ្ញុំយកមកដាក់5ថ្ងៃយកវាមក5ថ្ងៃដូចយើងទៅកាត់ស្លឹកចេកយកមកស្ដាល់5ថ្ងៃសិនមុននឹងបានកោតយកមកវិចអន្សមគឺស្ដាល់5ដូចគ្នាអញ្ចឹងធ្វើបែបហ្នឹងគឺថាកែវយកមកវិចអន្សមគឺស្រួលស្លឹកត្នោតគឺអត់លហាយទេបងប្អូនអាចសាកល្បងធ្វើបែបនេះបានណាគឺស្លឹកត្នោតកែវយកមកវិចគឺអត់លហាយពិតមែនពីមុនណាពេលដែលខ្ញុំវិចដូចបងប្អូននិយាយអញ្ចឹងស្លឹកត្នោតគឺតែលហាយពេលដែលខ្ញុំសាកល្បងកាប់កពូត្នោតហើយយកមកដាក់5ថ្ងៃយកមកវិចគឺថាស្រួលហ្មងបងប្អូនអត់មានលហាយទេបើចំណងដែលត្រូវយកមកចងអន្សមហ្នឹងណាបងប្អូនមានពេលបងប្អូនកូតស្លឹកត្នោតហ្នឹងទុយល្មមយកមកចងក៏បានដែរ
តែចំណែកនាងខ្ញុំថ្ងៃហ្នឹងគឺខ្ញុំប្រើចំណងអំបោះទេដោយសារខ្ញុំបញ្ញាប់ចំណងអំបោះវាមានស្រាប់ខ្ញុំធ្វើបែបហ្នឹងគឺវាលឿនបងប្អូនណាតនេចង់សាកល្បងធ្វើបងប្អូនអាចធ្វើបានធ្វើតាមនាងខ្ញុំប្រាប់គឺថាស្លឹកត្នោតកែវយកមកវិចគឺថាអត់ល្ហើយទេហើយពេលដែលវិចគឺខ្ញុំកែវបែបហ្នឹងបងប្អូនលាស្លឹកវាអញ្ចឹងសិនលាវាជាពីរអញ្ចឹងហើយគឺខ្ញុំបត់វាបែបហ្នឹងបត់វាអញ្ចឹងទៅហើយក៏បត់វានេះបត់វាមកតងទៀតបត់តាមស្លឹកត្នោតហ្នឹងវែងឬមួយក៏ខ្លីតាមចំណងចំណូលចិត្តបងប្អូនចង់វិចរៀងវែងបងប្អូនស្លឹកត្នោតវែងអញ្ចឹងបត់រៀងវែងតិចទៅហើយដំបូងគឺខ្ញុំរាយអង្គដាក់មកស្រទាប់បែបហ្នឹងអញ្ចឹងសិនរួចហើយខ្ញុំដាក់ស្នូចំកដាពេលដែលខ្ញុំដាក់ស្នូអញ្ចឹងហើយខ្ញុំចាប់ដើមរៀងអង្គដាក់ពីលើអញ្ចឹងទៀតណាដែលបន្ថែមអង្គដាក់ពីលើហ្នឹងគឺខ្ញុំដាក់អត់ឲ្យហៀពេកទេពេលដាក់អង្គហើយគឺខ្ញុំបានយកសាប៊ីមកសកត់បែបហ្នឹងខ្ញុំចាប់ដើមយកស្លឹកត្នោតកងលើគ្នាហើយខ្ញុំក៏បូតវាបែបហ្នឹងអញ្ចឹងទៀតបូតវាឲ្យស្មើហើយចាំយើងរឹតចងធ្វើម៉េចឲ្យរៀងណែនកុំឲ្យវាចំហពេលដែលស្ងោរទៅគឺវាអត់ចូលទឹកអ៊ិចទេធ្វើបែបហ្នឹងគឺថាដឹងតែឆ្ងាញ់ 100% ហ្មងពេលដែលវិចហើយយកទៅស្ងោរឆ្អិនអូយឡើងតំណងហ្មងឈ្ងុយហើយឆ្ងាញ់ពេលដែលហូបហើយជក់មាត់ហ្មងបងប្អូនអើយហូបហើយគឺចង់ហូបទៀតឥឡូវសមរបស់ខ្ញុំវិចហើយបងប្អូនមើលណែគឺយប់មែនតែនហ្មងតំណវិចសមនឹងហើយត្រឡប់របស់ខ្ញុំឲ្យទៅវិចសមពើណាគឺដឹងតែកដាធៀដីតំណបានស្ងោរឆ្អិនបងប្អូនឃើញខ្ញុំវិចសមច្រើនអញ្ចឹងតិចថាខ្ញុំវិចលូអត់ទេណាធ្វើចែកគ្នាហូបទេបងប្អូនណាចង់ហូបបងប្អូនអាចមកបានជាពិសេសបងប្អូនរវល់ដែលអត់មានពេលធ្វើបងប្អូនមកចាំនេះខ្ញុំទុកឲ្យតែកុំយូរពេកចាបងប្អូនតែយូរពេកអស់ហើយសមហ្នឹងហើយពេលដែលខ្ញុំដាក់ស្ងោរសមហ្នឹងគឺខ្ញុំប្រើរយៈពេល2 ទៅ 3 ម៉ោងហើយបន្ទាប់ពី 2-3 ម៉ោងក្រោយមកសមរបស់ខ្ញុំឥឡូវឆ្អិនបានសម្រាប់ហើយចាំដល់យប់ដកក្រាធៀរនាំបានឆ្អិនហ្នឹងបងប្អូនអើយឥឡូវសមរបស់ខ្ញុំចាប់ដើមស្រង់បដាហើយតែយប់ហ្នឹងអត់បានភ្លក់ជូនបងប្អូនមើលទេដល់តែព្រឹកឡើងមកបងប្អូនឥឡូវបានភ្លក់សមជូនបងប្អូនទស្សនាហើយអូយនិយាយពីថាតំណងមែនតើមកកាច្រែងនេះបើបានហូបជុំគ្នាប្រាច់ប្រោកលេខកើតទៀតមិនដឹងជាឆ្ងាញ់យ៉ាងណាទេរបស់ខ្ញុំពេលដែលធ្វើអ្វីឆ្អិនហើយគឺត្រូវតែភ្លក់មិនបានភ្លក់អត់អស់ចិត្តទេបន្ទាប់ពីស្រែកចំណងហើយមកបងប្អូនមកភ្លក់សមជាមួយនឹងខ្ញុំទាំងអស់គ្នាជាតិណាប់បងប្អូនអើយឆ្ងាញ់ទន់ឡើងល្មូចំណែកឯសាច់នំវិញឡើងរលើបរលោងពេលដែលដាក់ចូលមាត់ទៅទន់ល្មួតឆ្ងាញ់ស្នូក៏ល្មមអង្គវិញក៏ជាតិទៀតនំមួយមុខនេះពិតជាឆ្ងាញ់មែនបងប្អូនអាចសាកល្បងធ្វើបានឆ្ងាញ់